តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាសត្វខ្យងចាំបាច់ត្រូវមានសម្បកខ្យងមានច្រើនប្រភេទយ៉ាងសម្បូរបែបខ្យងមួយចំនួនតូចគ្មានសម្បកទេរីឯខ្យងភាគច្រើនត្រូវតែមានសម្បកនិងត្រូវការសម្បកជាចាំបាច់សម្រាប់ការការពារនៅក្នុងការរស់នៅរបស់ពួកវាខ្យងត្រូវការសម្បកជាចាំបាច់សម្រាប់ការសំខាន់ដូចជាទី1ខ្យងត្រូវការសម្បកដើម្បីការពារពីសត្រូវនៅជុំវិញខ្លួនរបស់ពួកវាសម្បកខ្យងប្រៀបដូចជាខែលដែលមានស្រាប់សម្រាប់ការពារពួកវាពីពពួកមាំងសាសីដែលស៊ីសាច់ជាអាហារសម្បកដ៏រឹងមាំរបស់វាការពាររាងកាយដ៏ទន់ល្មើយនិងងាយរងគ្រោះរបស់វាពីការយាយីយ៉ាងងាយពីសំណាក់សត្វដទៃដែលជាសត្រូវរបស់វាបើគ្មានសម្បកទេពួកវានឹងងាយក្លាយជាគោលដៅសម្រាប់បក្សីថនិកសត្វនិងសូម្បីតែខ្យងគ្នាវាទី2សម្បករបស់វាជួយទប់សំណើមនិងការពារពីបរិយាកាសខាងក្រៅសម្បកមានតួនាទីជាខែលទប់ទល់នឹងសីតុណ្ហភាពខ្លាំងដោយរក្សាសត្វខ្យងឲ្យមានសុវត្ថិភាពពីការឡើងកម្ដៅឬត្រជាក់ខ្លាំងខ្យងត្រូវការសំណើមដើម្បីរស់ហើយសម្បករបស់វាជួយទប់សំណើមដែលជាកត្តាយ៉ាងសំខាន់សម្រាប់ខ្យងព្រោះខ្លួនរបស់ពួកវាអាចនឹងក្រៀមស្ងួតបានយ៉ាងងាយក្នុងរយៈពេលដ៏ខ្លីសម្បករបស់វាក៏ផ្ដល់ជាជម្រកសម្រាប់វាគេចផុតពីពន្លឺព្រះអាទិត្យខ្យល់ការផ្លាស់ប្ដូររដូវកាលនិងការប្រែប្រួលអាកាសធាតុដ៏អាក្រក់ណាមួយនៅជុំវិញខ្លួនរបស់ពួកវាទី3ជួយការពាររចនាសម្ព័ន្ធរូបរាងរបស់វាផ្ដល់នូវរចនាសម្ព័ន្ធរឹងមាំដែលជួយឲ្យខ្យងរក្សារូបរាងរបស់វានិងផ្ដល់ឲ្យវានៅជម្រកមួយដើម្បីដកខ្លួនថយចូលទៅក្នុងនៅពេលដែលមានការគំរាមកំហែងណាមួយពីមជ្ឈដ្ឋានខាងក្រៅឬសម្រាប់ការសម្រាករបស់វាខ្យងដែលមានសម្បកមិនដូចសត្វខ្យងមួយប្រភេទទៀតមានឈ្មោះជាភាសាអង់គ្លេសថាស្លឹកសត្វស្លឹកជាប្រភេទសត្វខ្យងម្យ៉ាងដែលមិនត្រូវការសម្បកនោះទេចំណែកឯខ្យងធម្មតាវាពឹងផ្អែកលើសម្បករបស់វាសម្រាប់ស្ថិរភាពនិងចលនាផ្លាស់ទីសម្បកផ្ដល់ឲ្យពួកវានៅរូបរាងនិងធ្វើឲ្យការធ្វើដំណើរឆ្លងកាត់ដីរ៉េរ៉ាដប់បានកាន់តែងាយស្រួលទី4ការលូតលាស់និងអាយុកាលរបស់ខ្យងសម្បករបស់វាលូតលាស់ជាមួយពួកវាពេញមួយជីវិតវារីកលូតលាស់ជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការរូបរាងរបស់វា